នេះជាការចាក់ផ្សាយឡើងវិញនៃកម្មវិធីពន្លឺព្រះពុទ្ធសាសនាកណាអញ្ចឹងសំណួរទី1សូមនិមន្តព្រះស្រីបញ្ញាហិង្សាបកយកតែម្ដងកណាសាធុសូមចម្រើនពរដល់បងវ៉ាវិចិត្រនៅភូមិកញ្ចាប់លើគុំពីមទាសុខភូមិតបៃខេត្តព្រៃវែងនៅភូមិកណាដែរប៉ុន្តែកណាអត់ស្គាល់គាត់អញ្ចឹងគាត់បានសួរថាតើការបួសរៀនក្នុងពុទ្ធសាសនារៀនអីខ្លះកណាមុនរៀនអីខ្លះអញ្ចឹងខ្ញុំកណាអាត្មាភាពសូមចម្រើនពរបងថាអ្នកបួសនៅក្នុងពុទ្ធសាសនារៀនមិនខុសអំពីអ្នករៀននៅខាងក្រៅខាងអាណាចក្រដែររៀននៅក្នុងពុទ្ធសាសនាបែងចែកជាពីរគេហៅមួយទៀតគេហៅថាទី1គេហៅថារៀនធម្មវិន័យនេះគឺរៀនពីពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធមានថ្នាក់ត្រីតូនិងឯកចប់បានសញ្ញាបត្រ3នឹងចប់នឹងអាចធ្វើព្រះគ្រូចតិកានឹងបានចេះទេសនាជាអីទៀតអានឹងផ្នែកធម្មវិន័យមួយទៀតខាងរៀនខាងផ្នែកខាងព្រះបាលីនឹងរៀនបឋម3ឆ្នាំហ្នឹងក៏មានមុខវិជ្ជាមានបាលីមានពុទ្ធប្រវត្តិមានភូមិអីដូចតែប្រសក់គេអញ្ចឹងហើយដល់ហើយចប់ពីថ្នាក់បឋមហ្នឹងបានប្រឡងចូលយកសញ្ញាបត្រគេហៅថាសញ្ញាបត្ររងសញ្ញាបត្រហើយបានប្រឡងចូលទៅដើមកៅអីរៀនថ្នាក់ទី7ទៀតថ្នាក់ទី7ដែលយើងហៅថាបឋមភូមិអញ្ចឹងរៀនបាលីហ្នឹងវាមានបាលីសំស្ក្រឹតពុទ្ធប្រវត្តិនិងព្រះធម៌4មុខហើយថែមមុខវិជ្ជាអាណាចក្រទាំងអស់នឹងមកទៀតវាឡើង4 10មុខណារៀន10មុខចឹងរហូតដល់ប្រឡងឌីប្លូមដោយប្រសក់គេដែរប្រឡងឌីប្លូមបល័យហ្នឹងប្រឡង2 ដងគេប្រឡងតែម្ដងទេខាងប្រសង់ប្រឡងយកសញ្ញាបត្រឌីប្លូមហើយគេហៅថាសញ្ញាបត្របឋមភូមិហ្នឹងបានហើយប្រឡងចូលទៅដើមកៅអីនេះទៀតដោយសារតែសាលាវាតិចលោកច្រើនអញ្ចឹងតាំងជាងប្រសក់ដូចខេត្តព្រៃវែងយើងអញ្ចឹងយើងគឺយកតែ50អង្គអញ្ចឹងទៅណាអនុអញ្ចឹងត្រូវទៅដើមគ្នាណាប្រឡង100អង្គនឹងធ្លាក់50ទៅស្វែងប្រវត្តិហើយណាតែឥឡូវគេយកដល់100ណាអញ្ចឹងដល់ពេលបានប្រឡងបានសញ្ញាបត្រឌីប្លូមនោះហើយក៏ប្រឡងចូលរៀនថ្នាក់ទី10ទៀតថ្នាក់ទី10រហូតទៅបានប្រឡងបាក់ឌុបដូចគ្នាដែរប្រឡងបាក់ឌុបនឹងហើយមុខវិជ្ជាទាំងអស់មានបាលីសំស្ក្រឹតនិងសាសនាព្រះធិបនិងព្រះធម៌ព្រះអភិធម៌នោះ4មុខនឹងរហូតបូកទាំងមុខវិជ្ជាមានរូបគីមីគណិតវិទ្យាប្រវត្តិវិទ្យាភូមិវិទ្យានិយាយទៅអត់មានតែគេហវិទ្យាមួយទេដែលមិនបានរៀននៅក្នុងកម្មវិធីពុទ្ធសាសនានឹងក្រៅនឹងដូចខាងអាណាចក្រទាំងអស់ហើយប្រឡងចប់បាក់ឌុបអញ្ចឹងទៅក៏បានសញ្ញាបត្របាក់ឌុបហ្នឹងបុគ្គលចាប់ដើមរៀនមហាវិទ្យាល័យហើយនៅក្នុងពុទ្ធសាសនាក៏មានមហាវិទ្យាល័យដែរនៅក្នុងប្រជាជាតិកម្ពុជាយើងដូចមាននៅខេត្តសៀមរាបខេត្តបាត់ដំបងមានសាកលវិទ្យាល័យដែរហើយនៅក្នុងភ្នំពេញយើងមានសាកលវិទ្យាល័យពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជហើយមានឥឡូវមានដល់អនុបណ្ឌិតទៀតបើកដល់អនុបណ្ឌិតទៀតហើយគេនឹងត្រៀមបើកដល់បណ្ឌិតទៀតខាងពុទ្ធសាសនាហ្នឹងហើយនឹងមានសាកលវិទ្យាល័យស្រីហមនីរាជាដែលនៅវត្តស្វាយពពែហើយអញ្ចឹងមានមុខវិជ្ជាបាលីខាងមហាវិទ្យាល័យផ្នែកទស្សនវិជ្ជាពុទ្ធសាសនាមហាវិទ្យាល័យភាសាអង់គ្លេសមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរមហាវិទ្យាល័យភាសាបាលីសំស្ក្រឹតនិងភាសាបរទេសច្រើនទៅទៀតនេះគឺផ្នែករៀនអ្នកបួសរៀន